កាលពីវីដេអូមុនខ្ញុំបានលើកឡើងពីសកម្មភាព6យ៉ាងដែលបំផ្លាញខ្លួនឯងដោយមិនដឹងខ្លួនចំណែកថ្ងៃនេះតោះមកស្វែងយល់អំពីសកម្មភាពតូចៗ5ប្រភេទដែលជួយឲ្យសុខភាពរបស់លោកអ្នកមានភាពល្អប្រសើរវិញម្ដងជាពិសេសសុខភាពបេះដូងរបស់លោកអ្នកតែម្ដងប្រកាសណាស់ថាមានទម្លាប់មួយចំនួនដែលយើងធ្វើទៅវាបង្កការបំផ្លាញទៅដល់ជីវិតរបស់យើងដូចជាការបោះបង់ឱកាសការបំផ្លាញទំនាក់ទំនងជាមួយមនុស្សជុំវិញការនិយាយអវិជ្ជមានពីខ្លួនឯងការមិនថែទាំខ្លួនការរក្សាទុកខ្លួនឯងឲ្យនៅឯកោនិងការគិតស្មុគស្មាញច្រើនហួសហេតុជាដើមហើយនៅពេលថ្មីៗនេះនៅតាមបណ្ដាញសង្គម Facebook របស់អង្គការសុខភាពពិភពលោកបានសរសេរក្រើនរំលឹកដល់យើងគ្រប់គ្នាឲ្យចាប់អារម្មណ៍ទៅលើទម្លាប់តូចៗមួយចំនួនដែលយើងអាចកសាងដើម្បីឲ្យសុខភាពបេះដូងរបស់យើងកាន់តែរឹងមាំជាងមុនមុននឹងបន្តទម្លាប់ទាំង5យ៉ាងសូមជួយចុច like និង subscribe សម្រាប់វីដេអូចែករំលែកចំណេះដឹងផ្សេងៗទៀតផងដែរតោះមកស្វែងយល់អំពីទម្លាប់ទាំងអស់នោះជាមួយគ្នាទម្លាប់ទី1ដើរឲ្យបាន10នាទីការដើរយឺតៗត្រឹមតែ10នាទីក៏អាចជួយឲ្យប្រព័ន្ធរបត់ឈាមរបស់យើងរត់បានស្រួលល្អនិងបន្ថយនៅភាពតានតឹងផ្លូវចិត្តផងដែរសាកល្បងធ្វើការដើរយឺតៗមុនពេលអាហារថ្ងៃត្រង់ឬបន្ទាប់ពីអាហារពេលល្ងាចរួចហើយការចាប់ផ្ដើមគឺអាចធ្វើចេញពីសកម្មភាពតូចៗបែបនេះទៅបានហើយវាធ្វើឲ្យអ្នកកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃជាមិនខានទម្លាប់ទី2បន្ថែមការហូបទឹក1កែវក្នុងមួយថ្ងៃមានពេលខ្លះយើងរវល់ខ្លាំងពេកលោកអ្នកមានភ្លេចផឹកទឹករហូតទាល់តែមាត់ឡើងស្ងួតដែរទេអ្នកមិនចាំបាច់ផឹកទឹកឲ្យដូចជាត្រីនៅក្នុងទឹកនោះទេលោកអ្នកគ្រាន់តែផឹកទឹកឲ្យបានគ្រប់គ្រាន់ទៅបានហើយជាការល្អប្រសិនបើអាចសូមចាប់ផ្ដើមផឹកទឹកបន្ថែម1កែវក្នុងមួយថ្ងៃពីទម្លាប់នៃការផឹកទឹករៀងរាល់ថ្ងៃរបស់លោកអ្នកហើយសូមព្យាយាមបន្ថែមបន្តិចម្ដងនោះលោកអ្នកនឹងមានទម្លាប់ផឹកទឹកបានច្រើនគ្រប់គ្រាន់សម្រាប់រាងកាយហើយទម្លាប់ទី3គេងបន្ថែម1ម៉ោងការសម្រាកឲ្យបានគ្រប់គ្រាន់គឺមានសារៈសំខាន់ខ្លាំងណាស់ហើយអង្គការសុខភាពពិភពលោកបានធ្វើការណែនាំឲ្យមានទម្លាប់គេងចន្លោះពី7ទៅ9ម៉ោងក្នុងមួយយប់តើអ្នកគេងបានប៉ុន្មានម៉ោងដែរពេលខ្លះការសាកល្បងជំនាញតូចៗអាចជួយឲ្យការគេងរបស់លោកអ្នកបានកាន់តែប្រសើរសូមសាកល្បងគេងឲ្យលឿនជាងមុន1ម៉ោងប្រសិនបើលោកអ្នកគេងមិនទាន់បានគ្រប់គ្រាន់ពីមុនមកនោះទេទម្លាប់ទី4ឈប់ញ៉ាំម្ហូបអាហារកែច្នៃមុននឹងឈប់ញ៉ាំអាហារកែច្នៃយើងត្រូវដឹងជាមុនថាអាហារកែច្នៃនឹងជាអ្វីដែរវាជាអាហារដែលឆ្លងកាត់ការកែច្នៃចេញពីរោងចក្រឬបន្ថែមសារធាតុផ្សេងៗដូចជាអំបិលស្ករខ្លាញ់សារធាតុរក្សាទុកពណ៌ឬក្លិនសិប្បនិមិត្តជាដើមឧទាហរណ៍អាហារកែច្នៃអាចជានំផ្អែមនំខូឃីនំខេកភេសជ្ជៈផ្អែមដែលបន្ថែមថាមពលផ្សេងៗមីកញ្ចប់សាច់កែច្នៃដូចជាសាច់ក្រកដំឡូងបារាំងកំប៉ុងឬនំកញ្ចប់ជាដើមអាហារមិនកែច្នៃឬអាហារធម្មជាតិរួមមានផ្លែឈើស្រស់បន្លែស្រស់ត្រីសាច់ស្រស់ដែលមិនទាន់បានកែច្នៃនៅឡើយស្រូវអង្ករឬសណ្តែកជាដើមតើលោកអ្នកញ៉ាំអាហារផ្អែមនៅពេលយប់ញឹកញាប់ដែរឬទេបើអាចសូមផ្ដើមផ្លាស់ប្ដូរពីញ៉ាំអាហារកែច្នៃទាំងអស់នោះទៅជាញ៉ាំផ្លែឈើវិញម្ដងទម្លាប់ទី5ចំណាយពេល5នាទីសម្រាប់ពីភាពតានតឹងផ្លូវចិត្តសាកល្បងរកពេលប្រហែលនាទីឈប់មើលទូរស័ព្ទនិងកិច្ចការដែលត្រូវធ្វើហើយធ្វើលំហាត់សម្រាប់កាយចិត្តដោយស្ដាប់លេងសម្រួលអារម្មណ៍ឬកត់សម្គាល់ពីដង្ហើមចេញចូលរបស់ខ្លួនតើមានសកម្មភាពណាមួយដែលលោកអ្នកនឹងចាប់ផ្ដើមធ្វើមុនគេដើម្បីបង្កើតទម្លាប់ល្អសម្រាប់សុខភាពរបស់លោកអ្នកសូមបញ្ចេញមតិយោបល់ក្នុងប្រអប់ comment ខាងក្រោមជាសរុបមកកម្មវិធីខាងលើនេះមិនមែនជាសកម្មភាពលំបាកនោះទេបើយោងតាមអង្គការសុខភាពពិភពលោកសកម្មភាពខាងលើនឹងជួយពង្រឹងនូវសុខភាពបេះដូងរបស់មនុស្សយើងដូចដែលយើងដឹងហើយថាសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់មនុស្សយើងគឺមានទំនាក់ទំនងគ្នាដែលមិនអាចកាត់ផ្តាច់ពីគ្នាបាននោះទេការដែលមានសុខភាពរាងកាយរឹងមាំនឹងជួយឲ្យស្ថានភាពផ្លូវចិត្តរបស់យើងល្អប្រសើរផងដែរសង្ឃឹមថាលោកអ្នកនឹងបន្តថែទាំសុខភាពទាំងសុខភាពផ្លូវកាយសុខភាពផ្លូវចិត្តនិងសុខភាពផ្លូវសង្គមប្រសិនបើចូលចិត្តវីដេអូប្រភេទនេះឬមានសំណូមពរវីដេអូណាមួយសូម comment ហើយចុច like និង subscribe សម្រាប់ channel នេះផងខ្ញុំសូមអរគុណនិងជម្រាបលា